គ្រូចូលទៅក្នុងមេរៀនសង្ខេបចឹងយើងអាចមើលមេរៀនសង្ខេបម្ដងទៀតទៅចឹងនៅក្នុងមេរៀនសង្ខេបនេះទាំងអស់គ្នាអាចមើលពីដើមដល់ចប់ឬក៏អាចណូតកន្លែងណាដែលយើងគិតថាសំខាន់ណាដែលពេលប្រឡងគ្រូត្រូវចេញប្រចាំខែឆមាសឬក៏អីចឹងយើងណូតទុកមកកន្លែងណាដែលសំខាន់បន្ទាប់ពីមើលចប់យើងអាច next activity បន្តទៀតឬក៏អត់ចង់ next ទេយើងចុចមកកាន់ home page ដូចដែលអ្នកគ្រូបង្ហាញក៏បានដែរបន្ទាប់មកយើងចូលទៅកាន់ tool បន្ទាប់ទៀតគឺកិច្ចការផ្ទះអញ្ចឹងកិច្ចការផ្ទះនេះលោកគ្រូអ្នកគ្រូអាចដាក់ជា file ឬក៏អីចឹងទៅមានសំណួរពី1ដល់5សំណួរអញ្ចឹងបងប្អូនទាំងអស់គ្នាដើម្បីបញ្ចប់ការសិក្សារបស់អ្នកទាំងអស់គ្នាត្រូវឆ្លើយសំណួរហើយ feedback ត្រឡប់ទៅលោកគ្រូអ្នកគ្រូវិញថាតើពេលដែលត្រឡប់កិច្ចការជូនលោកគ្រូអ្នកគ្រូយើងត្រូវធ្វើម៉េចអញ្ចឹងទាំងអស់គ្នាត្រូវចុចពាក្យថា add submission ឃើញនៅខាងក្រោមហ្នឹងណាអញ្ចឹងយើងចុចទាំងអស់គ្នាមកប៉ុន្តែកិច្ចការរបស់អ្នកទាំងអស់គ្នាបងប្អូនទាំងអស់គ្នាអាចសរសេរជាกระดาษឲ្យថតទុកមក save ឈ្មោះឲ្យបានស្អាតមកដោយសារនេះគ្រាន់តែជាឧទាហរណ៍ណាថាត្រឡប់ឲ្យគ្រូវិញយើងត្រូវធ្វើម៉េចអញ្ចឹងពេលដែលយើងធ្វើកិច្ចការត្រឡប់ឲ្យលោកគ្រូអ្នកគ្រូហើយទាំងអស់គ្នាត្រូវចុច upload file ដែលអ្នកទាំងអស់គ្នាបានធ្វើហ្នឹងត្រឡប់ឲ្យលោកគ្រូអ្នកគ្រូវិញអញ្ចឹងបានយើងទទួលបានពិន្ទុពីគាត់រងចាំពិន្ទុដែលគាត់ត្រឡប់ឲ្យយើងវិញអញ្ចឹងយើងអាចចុចពាក្យថា upload file ហ្នឹងមកបន្ទាប់មកទាំងអស់គ្នាយកពាក្យ upload file ហើយយើងយកពាក្យថា choose file ចឹងនេះគ្រាន់តែជាឧទាហរណ៍ទេប៉ុន្តែ file កិច្ចការរបស់អ្នកទាំងអស់គ្នា save ឲ្យបានស្អាតមកបន្ទាប់មកយើងចុចពាក្យ upload ដែលមានរង្វង់ពណ៌ខៀវហ្នឹងចឹងវានឹង load ទៅហើយចឹងបន្ទាប់មកបងប្អូនទាំងអស់គ្នាត្រូវ save file ហ្នឹងចឹងបន្ទាប់ពីយើង save file ហ្នឹងហើយគឺវាបានហើយចឹងយើងអាចចុច back មកក្រោយវិញក៏បានដែរនេះ file ដែលយើងបានដាក់ហ្នឹងគឺវាបង្ហាញចឹងចប់កិច្ចការរបស់អ្នកទាំងអស់គ្នាហើយកិច្ចការដែលអ្នកទាំងអស់គ្នាបានផ្ញើទៅឲ្យលោកគ្រូហ្នឹងគាត់នឹងមើលនៅពេលក្រោយចឹងអរគុណអ្នកទាំងអស់គ្នាដែលតាមដានវីដេអូហ្នឹងតាំងពីដើមរហូតដល់ចប់